Chẳng lùm hắn bàn bảo họ nó không page hỏi mình là trả lời bàn đấy chẳng lùm hắn cái số thà find the value of b rốt đầm lấy so b thầm đá sum nô bàn đấy cứ chỉ cả anh vọt cảสังเกตระบบซะถ้ายังไอสังเกตได้เคย pattern ตำรงลมนอมในตัวเลขไอเซมนี่មានបែបផែនយ៉ាងណាយើងសង្កេតមើលតើយើងអាចឃើញ pattern អីទេឃើញលំនាំនៃការកណនាអីបែបណាមួយធ្វើឲ្យយើងវិនិច្ឆ័យឃើញចម្លើយទេចម្លើយគេឲ្យជំរើសមាន A B C D E ហ្នឹងអញ្ចឹងតើមួយណាត្រូវបើសិនបើចង់សាកល្បងគួរតែផ្អាកវីដេអូនេះមួយផ្លេតហើយពិចារណាសង្កេតមើលឧទាហរណ៍យ៉ាងនេះចុះថាលេខ2និងលេខ3គេធ្វើអីជាមួយគ្នាបានកើតលេខ5ហ្នឹងលេខ5លេខ4លេខ9មានតំណែងតំណងនឹងគ្នាយ៉ាងម៉េចឧទាហរណ៍អញ្ចឹងចុះឧទាហរណ៍ថា2បូកនឹង3ស្មើ5អញ្ចឹងខាងនេះបូកខាងនេះស្មើនឹងតួនេះ5បូក4ស្មើ9ឧទាហរណ៍អញ្ចឹងចុះมันប្រកាសតែត្រូវទេប៉ុន្តែជាការសង្កេតឲ្យយើងពិនិត្យថាមានលំនាំយ៉ាងណាទើបយើងអាចប៉ាន់ប្រមាណកណនារកអក្សរ B នឹងបានអញ្ចឹងយើងសាកល្បងមើលបើ2បូក3ស្មើ5 5បូក4ស្មើ9អញ្ចឹង10បូក6ស្មើ2ដូចជាមិនត្រូវទេគួរតែ16អញ្ចឹងតម្រងដែលយើងសង្កេតអំបញ្ញមិញហាក់ដូចជាខុសតើមានអីផ្សេងទេយើងសាកគិតមើលសង្កេតមើលមកស្មើមិនវិញទៅ2 3 5 21បើយក2បូកនឹង5វាស្មើ7នឹងហើយលទ្ធផលចេញមកគុណនឹង3វាស្មើនឹង21 5បូក2 7គុណនឹង3 21 9បូក5ស្មើនឹង14យកទៅគុណនឹង4ចេញបាន14គុណនឹង4ស្មើ56ត្រឹមត្រូវដូច្នេះយើងឃើញថានោះជាតម្រងមួយជា pattern ជាលំនាំធ្វើឲ្យយើងអាចរកឃើញអក្សរ B គឺ2បូកនឹង10ស្មើនឹង12 12គុណនឹង6ស្មើនឹង72គឺ72ត្រឹមត្រូវមានន័យថាអក្សរ B ស្មើនឹង72ត្រង់កន្លែងនេះគឺស្មើនឹង72តើយើងកណនាទៅឃើញដូចគ្នាទេចឹងយើងផ្អាកវីដេអូត្រឹមប៉ុណ្ណឹងខ្លីៗហើយយើងកែវិញ្ញាសាបន្តមួយទៀតនៅពេលក្រោយបើយើងរៀនធ្វើកាន់តែច្រើនយើងស្ទាត់យើងពូកែគណិតវិទ្យាគឺជាជំនាញមួយដែលត្រូវការវឹកវើខួរក្បាលយើងឲ្យចេះពិចារណាចេះសង្កេតចេះកណនាអូខេអញ្ចឹងបញ្ចប់ត្រឹមនេះចុះកុំឲ្យវែង